ជ្រូកទាំងនេះគេហៅថាជ្រូកកណ្ដុរជាជ្រូកកាត់ជ្រូកព្រៃនិងចិញ្ចឹមដោយអ្នកស្រុកជនជាតិដើមភាគតិចនៅតាមសហគមន៍ដាច់ស្រយាលនៃភាគឦសានប្រទេសកម្ពុជាការងារជាអ្នកកាសែតជិត20ឆ្នាំកញ្ញាយ៉ាន់លីណាធ្វើដំណើរទៅកាន់គ្រប់ទិសទីហើយក៏បានទៅដល់សហគមន៍នានាដូចជាសហគមន៍ជនជាតិដើមភាគតិចដែលចិញ្ចឹមជ្រូកកណ្ដុរនេះជាដើមលីណាក៏បានសម្រេចចិត្តបើកភោជនីយដ្ឋានមួយដែលមានឈ្មោះថាផ្ទះបាយ206ហើយក្នុងចំណោមមុខម្ហូបជាច្រើនមុខផ្ទះបាយ206ផ្ដោតទៅលើជ្រូកកណ្ដុរអាំងយើងជ្រើសរើសយកជ្រូកកណ្ដុរដោយសារតែបងដឹងថាជ្រូកស្រែក៏យើងមានដែរប៉ុន្តែជ្រូកស្រែលក្ខណៈពិសេសផ្សេងអញ្ចឹងទៅមិនមែនថាជ្រូកស្រែអត់ឆ្ងាញ់ជ្រូកកណ្ដុរឆ្ងាញ់គាត់ថាលក្ខណៈពិសេសរបស់ជ្រូកកណ្ដុរវាកាត់ព្រៃអញ្ចឹងទាំងរសជាតិទាំងខ្លាញ់អីហ្នឹងគឺវាមានលក្ខណៈពិសេសមួយគាត់ថារសជាតិរបស់វាប្រចាំមួយហើយមួយទៀតយើងក៏ល្បីដែរពីខាងប៉ែកឥសានហ្នឹងពីប្រភេទជ្រូកទាំងអស់ហ្នឹងយើងញ៉ាំទាំងរសជាតិទាំងគុណភាពហើយជាពិសេសគឺការចិញ្ចឹមហើយប្រជាជនដែលគាត់ចិញ្ចឹមនៅទិសសោតគាត់អត់មានទៅរបៀបចិញ្ចឹមលោតផ្លោះឬក៏របៀបផ្លូវកាត់ទេគាត់មានចំណីប៉ុណ្ណាគាត់ដាក់ប៉ុណ្ណឹងហើយបើសិនជាគាត់ចិញ្ចឹមអត់បខំទៀតគាត់ប្រឡែងជុំវិញផ្ទះរបស់គាត់ហ្នឹងចានៅភ្នំពេញគេឃើញនិន្នាការទទួលទានជ្រូកកណ្ដុរអាំងហាក់មានការកើនឡើងហើយជាពិសេសនៅរដូវបុណ្យទានម្ដងអាជីវកម្មអាំងជ្រូកកណ្ដុរលក់ហាក់កាក់កបគួរសមហើយនិន្នាការនេះក៏បានជំរុញការកើនឡើងនៅតម្រូវការជ្រូកកណ្ដុររស់ពីដំបូងហ្នឹងគឺដើម្បីឲ្យពួកគាត់ជឿទុកចិត្តលើយើងពិបាកមែនតើហើយយើងអត់អាចទិញតែមួយគ្រួសារពីរគ្រួសារដូចជាសហគមន៍ដែលយើងធ្វើនៅពេលបច្ចុប្បន្ននេះយ៉ាងហោចណាស់ក៏មាន4ទៅ5សហគមន៍ដែរហើយ4 5សហគមន៍ហ្នឹងគាត់មានគ្រួសាររបស់គាត់ហើយការចិញ្ចឹមឆ្លាស់គ្នាព្រោះជ្រូកគាត់មិនមែនចិញ្ចឹមទាំងទ្រុងរាប់រយក្បាលដែលអាចយកមកផ្គត់ផ្គង់នៅហាងយើងបានទេអញ្ចឹងហើយបានជាត្រូវការគ្រួសារច្រើនហើយសហគមន៍ច្រើនតែមកដល់ពេលបច្ចុប្បន្ននេះនៅពេលដែលពួកគាត់ស្គាល់យើងគាត់ស្គាល់ថាអូខេយើងជាអ្នកដែលទិញហើយយកទៅលក់ផលិតផលរបស់គាត់យើងដឹងពីអត្ថប្រយោជន៍យើងក៏យើងឲ្យភាពចំណេញហ្នឹងទៅគាត់ដោយពិតប្រាកដយើងអត់សូវពិបាកបានន័យថាពេលខ្លះសឹងតែមិនកក់គាត់មានជ្រូកគាត់ទូរស័ព្ទមកយើងថានេះឥឡូវគាត់មានជ្រូកប្រហែលក្បាលអញ្ចឹងយកអត់ត្រូវការអត់គាត់ធ្វើឲ្យគាត់ផ្ញើមកឲ្យយើងក្រោយពីមានសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃមកលើកម្ពុជាសន្ទុះនៃការគ្រប់គ្រងផលិតផលនៅក្នុងស្រុកកើនឡើងកញ្ញាលីណាមើលឃើញថានេះគឺជាឱកាសដែលជ្រូកកណ្ដុរឬជ្រូកធម្មតាដែលចិញ្ចឹមនៅក្នុងស្រុកអាចមានទីផ្សារកើនឡើងជាអ្នកអាំងជ្រូកកណ្ដុរលក់លីណាសប្បាយចិត្តនៅពេលដែលមានអតិថិជនគាំទ្រច្រើនហើយផលចំណេញនេះមួយផ្នែកធំក៏បានទៅដល់ប្រជាជននៅតាមសហគមន៍ផងដែររបស់យើងលក់នៅទីក្រុងប៉ុន្តែវាបានផ្សារភ្ជាប់នាំចំណូលដល់ពួកគាត់ហើយចំណូលហ្នឹងពួកគាត់អត់បាច់មកទីក្រុងពួកគាត់ក៏អត់បាច់ចំណាក់ស្រុកដែរបាទគាត់គ្រាន់តែទាញទៅទូរស័ព្ទតាក់ទងយើងទៅយកពីគាត់មកអាកន្លែងហ្នឹងហើយដែលធ្វើឲ្យខ្ញុំសប្បាយចិត្តហើយមួយទៀតអាចនិយាយថាធ្វើការជាង20ឆ្នាំសប្បាយចិត្តជាងគេគឺកន្លែងហ្នឹង20ឆ្នាំយើងប័ណ្ណពិសោធន៍ការងារយើងមានប៉ុន្តែអ្វីដែលសំខាន់គឺយើងយកអាប័ណ្ណពិសោធន៍ការងាររបស់យើងហ្នឹងមកបង្កើតមុខរបរហើយមុខរបរហ្នឹងគឺទៅដល់ប្រជាជនសហគមន៍ហើយប្រជាជនសហគមន៍ហ្នឹងគឺមានអ្នកណាគេឲ្យតែពីអ្នកដែលយើងធ្លាប់ធ្វើការជាមួយនឹងពួកគាត់កន្លងមកហ្នឹងជាសារសម្រាប់អ្នកហូបកញ្ញាលីណាអំពាវនាវឲ្យគាំទ្រជ្រូកនៅក្នុងស្រុកដើម្បីជួយដល់ប្រជាជនដែលចិញ្ចឹមនៅក្នុងស្រុកជាជាងទទួលទានជ្រូកបង្កកនាំចូលខ្មែរគ្រប់គ្រងខ្មែរហើយផលិតផលខ្មែរអញ្ចឹងការគ្រប់គ្រងដ៏ល្អបំផុតហ្នឹងពេលខ្លះតម្លៃខ្ញុំទទួលស្គាល់ថាវាមានភាពខុសគ្នារវាងតម្លៃថោកនិងតម្លៃថ្លៃក៏ប៉ុន្តែតម្លៃថ្លៃយើងក៏ទទួលបានជ្រូកដែលមានគុណភាពតម្លៃថ្លៃយើងទទួលបានជ្រូកដែលចិញ្ចឹមដោយប្រជាជនរបស់យើងមិនមែនជាជ្រូកនាំចូលអញ្ចឹងទាំងរឿងសុខភាពទាំងរឿងរសជាតិទាំងអីហ្នឹងគឺវាអាចថាទិញបាននៅក្នុងតម្លៃមួយដែលហើយវាខុសពីជ្រូកដែលថោកបន្តិចប៉ុន្តែធ្វើឲ្យយើងញ៉ាំឲ្យសប្បាយចិត្តយ៉ាងហោចណាស់ក៏ញ៉ាំឲ្យគេងលក់ស្រួលដែរចា